អ្នកដឹងទេនៅពេលដែលអ្នកទិញសត្វឬកូនសត្វពីអ្នកដទៃវានឹងធ្វើឲ្យកើនឡើងនៅការដាក់អន្ទាក់ការបរបាញ់ការទៅចាប់កូនសត្វនិងហានិភ័យផ្សេងទៀតសម្រាប់សត្វព្រៃហើយការជួញដូរសត្វព្រៃឬក៏កូនសត្វតើអ្នកដឹងទេវាធ្វើឲ្យគ្រួសាររបស់ពួកគេបែកបាក់គ្នាម្ដាយព្រាត់កូនអូនព្រាត់បងនៅពេលម្ដាយវិលមកពីរកចំណីវិញមកដល់សម្បុកមិនឃើញកូនតើពួកគេមានអារម្មណ៍បែបណាឧទាហរណ៍បើសិនជាអ្នកវិញត្រូវគេមកបំបែកគ្រួសារអ្នកចេញពីអ្នកតើអ្នកមានអារម្មណ៍បែបណាដូច្នេះហើយអ្នកគួរតែយល់ពីអារម្មណ៍របស់ពួកគេថាពួកគេក៏ចង់រស់ដូចជាយើងដែរយើងទាំងអស់គ្នាចូលរួមបំបត្តិការជួញដូរសត្វព្រៃឬកូនសត្វការដាក់អន្ទាក់និងការបរបាញ់យើងចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នាគ្មានការជួញដូរសត្វព្រៃនិងមានសត្វពេញព្រៃ